ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីមេត្រីវិលមកជួបគ្នារៀងរាល់រាត្រីចានៅក្នុងការអានសៀវភៅមុនចូលគេងតាមរយៈ Channel YouTube មករាអានច្រើនបង្កើនបញ្ញាចាចង់ស្ដាប់បងប្អូនចូលមកចាជារៀងរាល់រាត្រីបងប្អូនតែងតែបានជួបនៅអត្ថបទថ្មីៗនៅក្នុងសៀវភៅសុភាសិតបុរាណខ្មែរដែលនាងខ្ញុំតែងតែលើកយកមកមកដើម្បីអានជូនបងប្អូនសម្ដាប់កំសាន្តចារាត្រីនេះផងដែរក៏មានអត្ថបទថ្មីទៀតដែរបងប្អូនចាដែលអត្ថបទនេះក៏ជាការដកស្រង់ចេញពីសៀវភៅសុភាសិតបុរាណខ្មែរចាវិភាគបកស្រាយដោយវណ្ណីណាវ៉ាត់ចាតើអត្ថបទរាត្រីនេះមានចំណងជើងអ្វីចាសូមបងប្អូនកុំភ្លេចតាមដានស្ដាប់កំសាន្តជាមួយនឹងខ្ញុំទាំងអស់គ្នាចានឹងលើរង្គើក្រៅចាចំពោះន័យត្រង់គ្រប់ភាវៈទាំងអស់នឹងលើនៅលើលោកពុំអាចនឹងថ្កល់នោះទេវារមែងតែងមានចលនាបំរែបំរួលទៅតាមគន្លងធម្មជាតិវាបំរែបំរួលពីឆ្វេងទៅស្ដាំពីលើទៅក្រោមពីមុខទៅក្រោយពីតូចទៅធំពីតិចទៅច្រើនការបំរែបំរួលនេះហើយនាំឲ្យគ្រប់ភាវៈទាំងអស់អាចចលនារង្គើជួនរង្គើចុងនិងគល់ជួនរង្គើឆ្វេងនិងស្ដាំហើយជួនមានចលនារង្គើទាំងព្រមចាចំពោះន័យធៀបពាក្យថានឹងលើធៀបមកសេចក្តីប្រុងប្រយ័ត្នរបស់បុគ្គលថ្នាក់លើដែលព្យាយាមលាក់បាំងការសម្ងាត់អ្វីមួយចាពាក្យថារង្គើក្រោមធៀបមកតម្រុយឬមុខសញ្ញាការសម្ងាត់នេះដែលបែកធ្លាយចេញពីក្រុមមនុស្សថ្នាក់ក្រោមដោយហេតុសម្គាល់ឬបំរែបំរួលតាមគន្លងធម្មជាតិដោយបានរៀបរាប់ខាងលើនេះហើយទើបចាស់បុរាណលោកបង្កើតសុភាសិតឃ្លានេះឡើងដោយពោលថានឹងលើរង្គើក្រោមចាដើម្បីប្រដូចទៅនឹងចំណុចមួយក្នុងដំណើររឿងរបស់មនុស្សគឺលោកចង់សម្ដៅថានៅលើលោកនេះពុំមានរឿងសម្ងាត់ណាមួយអាចលាក់ចិត្តឆឹងបានឡើយជាពិសេសគឺរឿងអាក្រក់ឧទាហរណ៍ស្ថាប័នមួយបានធ្វើរឿងពុករលួយដែលផ្ទុយពីច្បាប់ប្រកាសណាស់មេខាងលើនឹងព្យាយាមបិទមាត់កូនចៅដើម្បីលាក់បាំងរឿងនេះជាការសម្ងាត់តែមិនប្រកាសថាអ្នកថ្នាក់ក្រោមរាប់សិបអ្នកផ្សេងទៀតអាចលាក់ចិត្តបានទេព្រោះចង់ចាទោះចង់ឬមិនចង់ក៏ឬក្រោមហេតុផលអ្វីក៏ដោយក៏ថ្ងៃណាមួយពួកគេគង់តែប្រហែសភ្លេចខ្លួនបង្ហើបបង្ហាញនៅមុខសញ្ញាការសម្ងាត់នេះជាមិនខានសម្ដីដែលឮពីឆ្ងាយចាសម្ដីដែលឮបានឆ្ងាយជាងគេគឺសម្ដីខ្សឹបបើចំពោះរឿងរ៉ាវជីវិតគ្រួសារវិញប្តីព្យាយាមលាក់មកបែកធ្លាយដោយសារប្រពន្ធព្យាយាមលាក់មកបែកធ្លាយដោយសារការកូនចាដោយសារកូនដំណើររឿងនេះទាំងអស់នេះហើយហៅថានឹងលើរង្គើក្រោមរីឯអ្នកអនុវត្តច្បាប់ដែលមានជំនាញខាងស៊ើបអង្កេតពួកគេអាចបំបែកសំណុំរឿងបានតាមរយៈតម្រុយនេះហើយស្របនឹងបុរាណពោលថាដឹងបាំងតាមត្រស័ព្ទច្បាប់កាត់តាមពាក្យសរុបជារួមយោងតាមអត្ថន័យដូចដែលបានរៀបរាប់ខាងលើចាស់បុរាណលោកចង់ប្រាប់យើងថាគ្រប់រឿងរ៉ាវទាំងអស់រមែងតែមានតម្រុយរសើបណាមួយបន្សល់ទុកឲ្យចាទុកដាននៃមុខសញ្ញាការសម្ងាត់នេះជាមិនខានដូច្នេះហើយកុំបណ្ដោយខ្លួនប្រព្រឹត្តនៅទង្វើទុច្ចរិតផ្សេងដែលនាំឲ្យវិនាសបង់ព្រោះក្នុងលោកនេះពុំមានអ្វីជាអាចកំបាំងទេនឹងលើរង្គើក្រោមចាយើងអានបានអត្ថបទមួយទៅហើយចាដូច្នេះបងប្អូនសូមតាមដានអត្ថបទមួយទៀតតែមានចំណងជើងថាបើចង់ឮផ្គរឲ្យស្ដាប់ក្នុងពោះបើចង់ដឹងស្លាប់រស់ឲ្យសួរស្រីចាតើអត្ថបទនេះមានអត្ថន័យយ៉ាងណាចាយើងនឹងស្ដាប់
ទាំងអស់គ្នាបងប្អូនចាខ្ញុំនឹងអានជូនបងប្អូនឲ្យស្ដាប់នៅអត្ថបទទី2នេះចាបើចង់ឮផ្គរឲ្យស្ដាប់ក្នុងពោះបើចង់ដឹងស្លាប់រស់ឲ្យសួរស្រីស្រីចាសុភាសិតនេះបងប្អូនខ្លះអាចនឹងធ្លាប់ស្ដាប់លោកតាប៉ិនសែមទេសនាដោយហើយតែលោកទេសនាឃ្លាទី2ហើយសង្ខេបខ្លីៗប៉ុណ្ណោះដូច្នេះទាំងទី1និងទី2បង្ហើយត្រឹមខ្ញុំសូមដាក់ឲ្យអស់សេចក្តីតែម្ដងឃ្លាថាបើចង់ឮផ្គរឲ្យស្ដាប់ក្នុងពោះពាក្យថាផ្គរភាគច្រើនយើងតែងឮពេលមេឃចិត្តភ្លៀងឬកំពុងភ្លៀងពេលខ្លះមានទាំងរន្ទះមានទាំងព្យុះចំពោះអ្នកស្រែចម្ការពេលណាមេឃរកកលភ្លៀងរមែងតែឪពុកម្ដាយគាត់ផ្ដាំថាអានាងកូននៅផ្ទះស្ដាប់មេឃស្ដាប់ផ្គរក្រែងមេឃមិនល្អមានភ្លៀងមកមានព្យុះសាខោអាវនិងជញ្ជូនអស់ទុកដាក់ចន្លោះកុំឲ្យសើមកាលណាឃើញមេឃភ្លៀងបែបនេះយើងតែងស្លន់ស្លោប្រញាប់ប្រញាល់សាខោអាវរៀបចំអស់ចង្ក្រានឬហៅគីគ្នាមកជ្រកទីសវត្ថភាពជាដើមដូច្នេះយោងតាមដំណើររឿងនេះពាក្យថាផ្គរប្រៀបដូចជាអាសន្នអីចឹងអាសន្ននេះបើធៀបមកដំណើររឿងរបស់មនុស្សតើជាអ្វីម្ដេចបានឲ្យស្ដាប់ក្នុងពោះទៅវិញគឺសំដៅទៅពោះរបស់ស្ត្រីដែលចិត្តគ្រប់ខែកាលណាឆ្មបគាត់ស្ទាបឬស្ដាប់ដឹងថាចិត្តដល់ថ្ងៃសម្រាលពិតហើយមនុស្សម្នាជ្រួលច្រាលទុកដូចអាសន្នព្រោះឆ្មបនឹងប្រាប់ចាស់ក្នុងគ្រួសារឬប្តីឲ្យប្រញាប់រៀបចំសម្ភារៈឲ្យបានគ្រប់គ្រាន់ដើម្បីប្រើប្រាស់នៅក្នុងថ្ងៃសម្រាលបុត្រនោះឯងទើបលោកហៅថាបើចង់ឮផ្គរឲ្យស្ដាប់ក្នុងពោះឃ្លាថាបើចង់ដឹងស្លាប់រស់ឲ្យសួរស្រីអត្ថន័យឃ្លានេះគឺផ្សារភ្ជាប់គ្នាទៅនឹងការរៀបរាប់ខាងលើនេះហើយកាលដែលសម្រាប់បុត្រវេទនាបំផុតគឺស្ត្រីម្ដាយចុកចាប់ពើផ្សាពេញរាងកាយឈាមហូរប្រែคล้ายជាសមុទ្រដង្ហើមដកមិនចង់ដល់គ្នាពាក្យថាឆ្លងទន្លេគឺហែលឆ្លងកំរផុតប្រសិនបើហែលទាំងភ័យតក់ស្លុតពាក្យថាផុតគឺផុតជីវិតមានខ្លះស្លាប់ចោលកូនខ្ចីមានខ្លះកើតមិនរួចស្លាប់កូនក្នុងពោះនិងមានខ្លះទៀតស្លាប់ទាំងពីរអ្នកម្ដាយនិងកូនសភាពវេទនាទាំងនេះទើបបុរាណលោកហៅថាបើចង់ដឹងស្លាប់រស់ឲ្យសួរស្រីចាអត្ថបទទី2នេះក៏បានបញ្ចប់ទៀតហើយបងប្អូនចានាងខ្ញុំក៏សូមបញ្ចប់ការអាននៅរាត្រីនេះត្រឹមពីអត្ថបទប៉ុណ្ណេះឯងបងប្អូនចារាត្រីនេះនាងខ្ញុំក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងក៏ដូចជាការអានទៅខុសទាស់នឹងអក្ខរាវិរុទ្ធនាងខ្ញុំសូមអធិស្ឋានពីបងប្អូនចារាត្រីនេះខ្ញុំសូមជម្រាបលាជួបគ្នានារាត្រីថ្ងៃស្អែកជាបន្តទៀត